ព័ន្ធនេះឲ្យដែលធ្វើឲ្យយើងនាំចូលទំនិញពីគេរហូតហើយទំនិញរបស់កសិករខ្មែរគឺលក់មិនចេញទេឬក៏លក់ថោកសងតែថ្លៃជីមិនទាំងគ្រប់ផងអំពើពុករលួយនេះឲ្យដែលនាំឲ្យប្រទេសធ្លាក់ដុនដាបយ៉ាងធ្ងន់ធ្ងរគឺប្រជាពលរដ្ឋចាប់ដើមមានចំនួនជាមួយមន្ត្រីធ្ងន់ធ្ងរទៅបំណុលជំពាក់វត្តកកាន់តែច្រើនទៅអញ្ចឹងការបញ្ចប់អំពើពុករលួយបាននោះតែធ្វើឲ្យប្រទេសនេះទៅជាប្រទេសនីតិរដ្ឋប្រជាធិបតេយ្យសេរីភូប៉ាបើកាលណាប្រទេសនេះដឹកនាំឯកបកអំពើបកពួកនិយមបិសាចកៅអីបិសាចបកពួកបិសាចប្រសម្បត្តិនឹងប្រមូលផ្ដុំហើយកំតិចកសិកម្មខ្មែរកំតិចការផលិតនៅផលិតផលកសិកម្មខ្មែរនេះគឺហេតុផលទី1ហេតុផលទី2ហេតុអ្វីនៅតែពឹងគេជាពិសេសគឺនាំចូលមិនមែនតែមកពីយួនទេមកពីចិនមកពីសៀមខ្ញុំដើរតាមផ្សារទំនើបមួយចំនួននឹងដើរតាមផ្សារដែលជាផ្សារបែងចែកពីភ្នំពេញទៅខេត្តដទៃគឺភាគច្រើនគឺទំនិញយើងយកមកពីចិនពីយួនហើយនឹងពីសៀមកត្តានោះគឺមកអំពីការដែលប្រជាពលរដ្ឋខ្មែរហើយនឹងមន្ត្រីរាជការគឺអត់បានធ្វើការងារជាមួយគ្នាមន្ត្រីចេះតែបន្ទោសពលរដ្ឋថាពលរដ្ឋនឹងដាំអត់ដឹងរដូវកាលដាំទំនិញដាំផលិតផលអត់មានគុណភាពប៉ុន្តែមន្ត្រីបណ្ដាបង្រៀនពលរដ្ឋអំពីរបៀបនៃការវេចខ្ចប់យើងប្រកួតប្រជែងទីផ្សារជាមួយគេយើងដាក់ទំនិញខ្មែរនិងទំនិញបរទេសដាក់ទន្ទឹមគ្នាគឺទំនិញគេមើលទៅស្អាតជាងហើយទំនិញគេនាំចូលបែរទៅជាថោកជាងទំនិញយើងនៅក្នុងស្រុកមូលហេតុគឺមកអំពីការដែលពួកយើងនៅក្នុងស្រុកនេះគឺតម្លៃនៃការផលិតថ្លៃដើមនៃការផលិតថ្លៃណាស់អ្វីៗទាំងអស់យើងនាំចូលពីបរទេសគ្រាប់ពូជក៏យើងនាំចូលពីបរទេសឥឡូវនេះពូជត្រសក់ពូជអីក៏ដោយដែលខ្ញុំទៅផ្សារអូរស័យទៅឃើញតែពូជយកមកពីយួនពូជយកមកពីសៀមយកមកដាំអញ្ចឹងសូម្បីតែពូជក៏យើងយកមកពីគេសម្ភារៈផលិតកសិកម្មក៏យើងនាំមកពីគេជីក៏យើងនាំមកពីគេថ្នាំក៏នាំពីគេអញ្ចឹងធ្វើឲ្យតម្លៃផលិតក្នុងស្រុកយើងវាឡើងថ្លៃហើយទៅប្រកួតប្រជែងជាមួយគេមិនកើតអញ្ចឹងតម្លៃរបស់យើងថ្លៃហើយនាំចូលពីគេកាន់តែច្រើនវាធ្វើឲ្យបាត់បង់វាជាកត្តាដែលធ្វើឲ្យកសិករខ្មែរទទួលរងនៅទរណកម្មធ្ងន់ធ្ងរចុងក្រោយទី3កត្តាគឺការដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមិនត្រូវបានយកមកប្រើដើម្បីបង្កើតទំនាក់ទំនងការទូតជាទ្វេភាគីជាលក្ខណៈតំបន់ជាលក្ខណៈអន្តរជាតិហេតុអីបានជាអញ្ចឹងនៅក្នុងប្រទេសកម្ពុជាបើកាលណាយើងរស់ស៊ីខ្មែររស់ស៊ីជាមួយចិនគឺចិននឹងក្តោបក្តាប់ឥទ្ធិពលសេដ្ឋកិច្ចខ្មែរស្ទើរតែទាំងស្រុងដូចជារបាយការណ៍របស់ទូតអាមេរិកបានចេញកាលពី2019ថាខ្មែរទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនគឺចិនមានកេងចំណេញពីខ្មែរ86%ខ្មែរបានតែ14%ទេអញ្ចឹងបើយើងរស់ស៊ីជាមួយយួនក្តីជាមួយសៀមក្តីជាមួយបរទេសណាក៏ដោយគឺជាលក្ខណៈទ្វេភាគីតំបន់អន្តរជាតិប្រទេសខ្មែរជាប្រទេសតូចជាប្រទេសខ្សោយហើយធ្លាប់នៅក្រោមអាណានិគមបរទេសអញ្ចឹងចាប់ដៃគូជាមួយប្រទេសខ្លាំងយើងត្រូវការប្រើច្បាប់ដើម្បីបង្កើតទំនាក់ទំនងការទូតរឿងការបាត់បង់ EBA ការធ្លាក់ចុះទំនាក់ទំនងការទូតជាមួយសហគមន៍អឺរ៉ុបនិងប្រទេសនៅអឺរ៉ុបមួយចំនួនការធ្លាក់ចុះនៃទំនាក់ទំនងការទូតជាមួយអាមេរិកជាមួយជប៉ុនជាមួយនៅអូស្ត្រាលីនិងប្រទេសប្រជាធិបតេយ្យមួយចំនួននេះគឺជាហានិភ័យឬក៏គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរសម្រាប់ការធ្វើឲ្យកម្លាំងពលកម្មនៅកម្ពុជាមានបែរទៅជាបាត់បង់កម្លាំងពលកម្មហើយកម្លាំងពលកម្មទាំងអស់នោះមិនវិលត្រឡប់ទៅរកស្រុកកំណើតទេការបិទរោងចក្រទាំងឡាយគឺធ្វើឲ្យយុវជនខ្មែរកំពុងតែរស់នៅច្របូកច្របល់ជាមួយគ្នានៅទីក្រុងភ្នំពេញហើយនឹងកំពុងតែព្យាយាមរត់ចេញទៅនៅស្រុកគេជាពិសេសទៅស្រុកថៃទៅស្រុកកូរ៉េស្រុកជប៉ុនដើម្បីរកការងារធ្វើអញ្ចឹងជាសរុបរួមមកវិញការដែលយើងបង្កើតទំនាក់ទំនងជាមួយនឹងបរទេសទាំងឡាយដោយមិនប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងពីនៅក្នុងកិច្ចព្រមព្រៀងមួយក្នុងកិច្ចព្រមព្រៀងនេះគឺសេចក្តីថ្លែងការណ៍ពីការស្ថានភាពកសាងកម្ពុជាឡើងវិញធានាថារាល់ការវិនិយោគរបស់បរទេសទាំងអស់មិនឲ្យរំលោភសិទ្ធិមនុស្សដល់ពលរដ្ឋខ្មែរទេប៉ុន្តែការមិនប្រើឯកសារនេះដែលធ្វើឲ្យក្រុមហ៊ុនឯកជនជាពិសេសក្រុមហ៊ុនបរទេសគឺមករំលោភសិទ្ធិមនុស្សនៅកម្ពុជាអរគុណ